ព្រះបាទធម្មរាជានិងព្រះមហាសីសុវណ្ណទេវីកំពុងគង់នៅលើបល្ល័ង្កព្រះអង្គម្ចាស់ចានរាជឈរនៅក្បែរគ្រូទាយមហាមោកំពុងតែធ្វើការទស្សន៍ទាយគ្រូទាយមហាមោយើងចង់ឲ្យអ្នកមើលជោគវាសនារបស់បុត្រយើងព្រះអង្គម្ចាស់ចានរាជអនាគតរបស់ទ្រង់នឹងទៅជាយ៉ាងណាគ្រូទាយមហាមោបិទភ្នែកខ្សឹបខ្សៀវរួចបើកភ្នែកឡើងវិញទាំងភាពស្លន់ស្លោអូព្រះករុណាជោគវាសនារបស់ព្រះអង្គម្ចាស់ពិតជាអស្ចារ្យប៉ុន្តែមានឧបសគ្គដ៏ធំមួយឧបសគ្គអ្វីទៅលោកគ្រូសូមលោកគ្រូកុំលាក់បាំងព្រះអង្គម្ចាស់នឹងត្រូវជួបនឹងយក្សកំណើតមួយឈ្មោះយក្សរាជសីហ៍ដែលកំពុងឃុំខ្លួននារីម្នាក់ជាគូព្រេងរបស់ទ្រង់បើទ្រង់មិនអាចកម្ចាត់យក្សនេះទេនោះក៏យើងនឹងជួបគ្រោះថ្នាក់យក្សរាជសីហ៍ឬទូបង្គំនឹងមិនញញួចឡើយទូបង្គំនឹងធ្វើកំចាត់វាដើម្បីដកើនិងដើម្បីគូព្រេងរបស់ទូបង្គំបុត្រយើងពិតជាមានចិត្តក្លាហានប៉ុន្តែផ្លូវទៅមុខគ្រោះថ្នាក់ណាស់យក្សរាជសីហ៍ជាយក្សមានឫទ្ធិខ្លាំងពូកែនៅតែមួយគត់គឺព្រះអង្គម្ចាស់ត្រូវតែទៅជួបលោកតាអីសីជ័យបារមីដែលគង់នៅក្នុងគូលែនទើបអាចរកឃើញពិធីកម្ចាត់យក្សបាន